នៅក្នុងពិភពលោកមួយនេះគឺពោរពេញទៅដោយមនុស្សភាគច្រើនដើរតាម influencer របស់ពួកគាត់ប៉ុន្តែលោកប៉ុលគឺគាត់បានមានចំណុចអះអាងមួយដើម្បីឲ្យយើងទាំងអស់គ្នាធ្វើគឺនោះគឺការដើរតាមព្រះយេស៊ូវគ្រីស្ទគឺរស់នៅក្នុងព្រះយេស៊ូវគ្រីស្ទថាតើអ្នកកំពុងតែដើរតាមអ្នកណាអញ្ចឹងខ្ញុំបាទទាំងពីរអ្នកសូមគ្រប់ជម្រាបសួរដល់លោកគ្រូអ្នកគ្រូពុកម៉ែបងប្អូនហើយនិងក្រុមជំនុំរបស់ព្រះនៅថ្ងៃនេះខ្ញុំបាទព្រឹមសាយ ហើយខ្ញុំបាទ Shannon Maddox នៅក្នុងសប្តាហ៍នេះយើងនឹងទៅសិក្សានៅមេរៀនទី7ដែលមានចំណងជើងថាពលរដ្ឋនៃនគរឋានសួគ៌អញ្ចឹងមុននឹងយើងទៅសិក្សានៅមេរៀននៅថ្ងៃនេះសូមស្រុំចិត្តដើម្បីនៅឋានជាមួយនឹងពួកយើងទាំងអស់គ្នានៅផងដែរបាទសូមស្រួលចិត្តទីឋានអរព្រវបិតាដែលគង់នៅនគរឋានសួគ៌ថ្ងៃនេះគុណអរព្រគុណទ្រង់ដែលទ្រង់បានផ្ដល់ពេលវេលាសារជាថ្មីម្ដងទៀតដើម្បីឲ្យកូនទាំងពីរមកពិភាក្សាពីព្រះបន្ទូលរបស់ទ្រង់សូមឲ្យព្រះវិញ្ញាណបរិសុទ្ធទ្រង់គង់សថិតនៅលើអស់អ្នកដែលនឹងស្ដាប់នៅវីដេអូនេះហើយពិភាក្សានេះដើម្បីឲ្យគេអាចយកទៅប្រើប្រាស់តាមព្រះハរតីរបស់ព្រះអង្គបិតាសូមទ្រង់គង់ជាមួយកូនសូមគ្រប់ការទាំងអស់នេះក្នុងនាមព្រះយេស៊ូវគ្រីស្ទអាមែនបាទខចងចាំរបស់យើងគឺយើងឃើញនៅក្នុងព្រះគម្ពីរភីលីបជំពូក4ខ6កុំឲ្យខ្វល់ខ្វាយអ្វីឡើយចូលទូលដល់ព្រះឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ដោយសេចក្តីអធិដ្ឋាននិងពាក្យទូលលង្វរទាំងពោលពាក្យអរព្រះគុណផងនៅក្នុងសប្តាហ៍នេះគឺយើងនឹងទៅសិក្សាតាក់ទងទៅនឹងសេចក្តីបញ្ចប់នៅក្នុងសម្បត្តិរបស់លោកប៉ុលដែលលោកប៉ុលកំពុងតែសរសេរមកមនុស្សនៅក្នុងទីក្រុងភីលីបហ្នឹងអញ្ចឹងគឺយើងឃើញថាសប្តាហ៍នេះយើងនឹងទៅសិក្សាតាក់ទងនឹងភីលីបជំពូក4ប៉ុន្តែយើងឃើញថាលោកប៉ុលក្នុងសម្បត្តិរបស់លោកប៉ុលគឺយើងឃើញថាលោកប៉ុលបានសរសេររឿងច្រើនដែលតាក់ទងទៅនឹងជីវិតជាគ្រីស្ទានជីវិតរស់នៅក្នុងសេចក្តីជំនឿហើយជីវិតរស់នៅក្នុងព្រះហើយយើងឃើញថាគាត់បានប្រើពាក្យស្លោកគាត់បានប្រើពាក្យព្រានប្រដៅទៅកាន់មនុស្សជាច្រើនដើម្បីឲ្យមនុស្សគេបានមានជំនឿជឿលើព្រះហើយឲ្យពួកគេបានមានអំណរក្នុងការដែលពួកគេរស់នៅក្នុងព្រះគ្រីស្ទនឹងផងដែរអញ្ចឹងសប្តាហ៍នេះយើងនឹងសិក្សាដើម្បីបញ្ចប់សម្បត្តិរបស់លោកប៉ុលដែលគាត់សរសេរក្នុងភីលីបអញ្ចឹងសប្តាហ៍ក្រោយយើងនឹងទៅសិក្សាទាក់ទងទៅនឹងព្រះគម្ពីរកូឡូសតែម្ដងមុននឹងយើងទាំងអស់គ្នាសិក្សានៅព្រះគម្ពីរភីលីបជំពូក4គឺយើងត្រូវការយល់ដឹងអំពីរឿងខ្លះហើយនឹងស្ដីទូមានខ្លះនៅក្នុងព្រះគម្ពីរភីលីបជំពូក3ដែលលោកប៉ុលគាត់កំពុងតែសរសេរសម្បត្តិឲ្យយើងគឺយើងឃើញនៅក្នុងព្រះគម្ពីរភីលីបជំពូក3ខ17ដល់ខ19បងប្អូនអើយចូលត្រាប់តាមខ្ញុំគ្រប់គ្នាហើយពិចារណាមើលឲ្យស្គាល់ពួកអ្នកដែលដើរដូចជាយើងខ្ញុំបានធ្វើក្បួនឲ្យអ្នករាល់គ្នាហើយត្បិតមានមនុស្សជាច្រើនដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយហើយឥឡូវនេះក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថាគេជាខ្មាំងសត្រូវនៃឈើឆ្កាងព្រះគ្រីស្ទទេចុងបំផុតរបស់គេជាសេចក្តីហិនវិនាសគេយកពោះគេទុកជាព្រះហើយយកសេចក្តីគួរខ្មាស់របស់គេទុកជាសិរីល្អវិញគេនឹកតែពីរបស់នៅផែនដីនេះអញ្ចឹងយើងឃើញថានៅក្នុងខនេះគឺចាប់ពីខ19គឺលោកប៉ុលបានសម្ដែងប្រាប់យើងឲ្យយើងទាំងអស់គ្នាឃើញថាឲ្យយើងទាំងអស់គ្នាធ្វើតាមគំរូរបស់លោកប៉ុលប៉ុន្តែនៅពេលដែលយើងអាននៅក្នុងខ18ដល់ខ19គឺយើងឃើញថាលោកប៉ុលកន្លែងនេះគឺកំពុងតែព្រមានប្រាប់យើងទាំងអស់គ្នាឲ្យយើងទាំងអស់គ្នាកុំបាច់ធ្វើដូចគេយើងឃើញថាក្នុងខ19គឺថាគេយកពោះរបស់គេទុកជាព្រះហើយសេចក្តីខ្មាស់របស់គេទុកជាស្រីល្អវិញអញ្ចឹងយើងឃើញថានៅក្នុងខនេះគឺវាមានអត្ថន័យជ្រៅវាមានអត្ថន័យដែលយើងទាំងអស់គ្នាមិនគួរធ្វើតាមពេលខ្លះយើងគិតថាយើងទាំងអស់គ្នាឃើញគេខ្លះមានពួកដែលខ្លែងខ្លាយខ្លះគេគ្រាន់តែយកព្រះដើម្បីចិញ្ចឹមជីវិតរបស់គេអញ្ចឹងនោះឯងគឺថាយកព្រះទុកធ្វើជាពោះដើម្បីគ្រាន់តែយកព្រះនាមរបស់ព្រះដើម្បីចិញ្ចឹមតែកាពះខ្លួនឯងបាទធ្វើការដោយមិនធ្វើការបម្រើព្រះដោយមិនស្ម័គ្រចិត្តធ្វើការបម្រើព្រះក៏គ្រាន់តែបានប្រយោជន៍ពីព្រះអីចឹងទៅបាទអញ្ចឹងនេះគឺជាលោកប៉ុលគាត់កំពុងតែព្រមមានយើងកុំឲ្យយើងធ្វើដូចនេះហើយមួយទៀតនោះគឺថាយកសេចក្តីដែលគួរខ្មាស់ទុកជាស្រីល្អអញ្ចឹងយើងពេលខ្លះអ្នកជឿព្រះដូចគ្នាហើយលោកគ្រូគង្វាលខ្លះឬក៏មិនមែនថាយើងទាំងអស់គ្នាសម័យនេះយើងជួបទេប៉ុន្តែនៅស្រុកប៉ុលគឺមានដែរមិនមែនមានតែសម័យយើងទេអញ្ចឹងដូច្នេះបានលោកប៉ុលគាត់បង្រៀនយើងព្រិនបដៅយើងទុកឲ្យហើយដើម្បីកុំឲ្យយើងធ្វើដូចពួកទាំងអស់នោះបាទអញ្ចឹងកុំឲ្យវត្តមានរបស់ព្រះកុំឲ្យព្រះរបស់ព្រះគឺខូចខាតដោយសារតែយើងទាំងអស់គ្នាហើយអ្វីបានជាលោកប៉ុលគាត់ហ៊ាននិយាយថាចូលធ្វើតម្រាប់តាមខ្ញុំមិនមែនមានន័យថាគាត់ល្អឥតខ្ចោះ 100% ទេក៏ប៉ុន្តែគាត់បានបង្ហាញអំពីគំរូនៃការដើរតាមព្រះវត្តមានរបស់ព្រះដើរតាមគំរូដែលព្រះយេស៊ូវទ្រង់បានផ្ដល់ឲ្យដូច្នេះហើយបានគាត់ហ៊ានទៅប្រាប់ដល់ក្រុមជំនុំភីលីបថា
ចូលទានតម្រាប់តាមខ្ញុំហើយយើងឃើញនៅត្រង់ចំណុចខ18លោកពោលគាត់បានប្រមានប្រាប់ដល់រាជរបស់ព្រះច្រើនដងហើយទាំងប្រមានទាំងស្រក់ទឹកភ្នែកទៀតផងអញ្ចឹងគាត់នៅត្រង់ចំណុចនេះយើងអាចឃើញថាលោកពោលគាត់យកចិត្តទុកដាក់ខ្លាំងណាស់តកតងអំពីការដើរត្រឹមត្រូវទៅតាមព្រះハរតីរបស់ព្រះហើយដូច្នេះហើយយើងឃើញថាយើងមិនអាចដើរតាមបែបលោកីហើយនៅអះអាងថាយើងជាកូនរបស់ព្រះបានឡើយកូនរបស់ព្រះត្រូវតែជាក្រុមមនុស្សមួយដែលរបៀបរស់នៅរបស់ខ្លួនគឺដាច់ដោយឡែកខុសពីអ្នកដទៃខុសពីលោកីគឺរបៀបរស់នៅរបស់គេគឺប្រៀបដូចជាការរស់នៅដែលព្រះយេស៊ូវទ្រង់បានរស់នៅនៅលើផែនដីនេះផងដែរជាការរស់នៅដែលពោរពេញដោយការបម្រើដូច្នេះហើយបាននៅក្នុងខ20យើងអានថាយើងរាល់គ្នាយើងជាសាសដ្ឋានសួគ៌វិញក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះទ្រង់យាងមកពីស្ថាននេះឯងដូច្នេះហើយលោកប៉ូលគាត់បានបង្ហាញថាយើងមិនមែនជាពលរដ្ឋនៃផែនដីនេះឡើយយើងគឺជាពលរដ្ឋនៃនគរឋានសួគ៌ដូច្នេះហើយនេះមិនមែនជាផ្ទះរបស់យើងឡើយយើងមានផ្ទះមួយដែលព្រះទ្រង់បានរៀបចំឲ្យយើងនៅនគរឋានសួគ៌ហើយយើងមិនមែនជាពលរដ្ឋនៃផែនដីដូច្នេះហើយតើពលរដ្ឋនៃនគរឋានសួគ៌គួររស់នៅរបៀបយ៉ាងណាតើពលរដ្ឋនៃនគរឋានសួគ៌គួររស់នៅរបៀបដូចជាលោកីទេដោយសង់វិឡារៀបចំអ្វីអវ៉ាន់លោកីរបស់ទ្រព្យសម្បត្តិគ្រប់បែបគ្រប់យ៉ាងឬក៏ពលរដ្ឋរបស់នគរឋានសួគ៌គួររស់នៅយ៉ាងណាដើម្បីត្រៀមខ្លួនទៅទទួលយកមរតកដែលព្រះទ្រង់បានផ្ដល់ឲ្យខ្លួនដូច្នេះហើយយើងឃើញថារបៀបរស់នៅរបស់យើងគឺសំខាន់ណាស់ការរស់នៅរបស់យើងបើសិនជាខុសពីអ្វីដែលយើងឃើញនៅលោកីនោះហើយមានន័យថាយើងកំពុងតែរស់នៅដែលត្រូវទៅតាមព្រះハរតីរបស់ព្រះគឺយើងរស់នៅដែលដោយយកព្រះទ្រង់ធ្វើជាធំដោយយករបស់ទ្រព្យដែលព្រះទ្រង់ចង់ផ្ដល់ឲ្យទុកជារបស់ទ្រព្យរបស់យើងមិនមែនជារបស់ទ្រព្យដែលលោកីឬក៏អរិយមកបញ្ឆោតនៅមុខភ្នែករបស់យើងឡើយយើងឃើញថានៅក្នុងព្រះគម្ពីរភីលីបជំពូក3ខ20គឺបានប្រាប់យើងតាក់ទងទៅនឹងសាសនៃនគរឋានសួគ៌ហើយព្រះអង្គទ្រង់នឹងធ្វើមិនខ្លះស្រាប់យើងហើយព្រះអង្គគឺជាអ្នកដើរតួបែបណាគឺយើងឃើញនៅក្នុងខ20ប៉ុន្តែយើងឃើញថានៅពេលដែលយើងទាំងអស់គ្នាជាសាសនៃនគរឋានសួគ៌យើងរស់នៅបែបជាអ្នកដែលជាព្រះគ្រីស្ទបែបព្រះគ្រីស្ទទ្រង់ចង់ឲ្យយើងរស់នៅគឺឲ្យយើងស្រឡាញ់អ្នកដទៃឲ្យយើងចេះជួយយកអាសាគ្នាចេះចែករំលែកគ្នាជានៅពេលដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់យាងមកវិញជាលើកទី2គឺព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់នឹងផ្លាស់ប្រែយើងពីខ្លួនប្រាណរបស់យើងបែបធ្លាប់តែមានដំបៅធ្លាប់តែមានកលែងណាដែលយើងទាំងអស់គ្នាខ្វះខាតដូចជាពីការត្រចៀកពីការភ្នែកឬក៏ពីការដៃឬក៏យើងកោថ្លង់អីដែលយើងស្ដាប់បាននៅពេលដែលព្រះអង្គទ្រង់យាងមកវិញជាលើកទី2ព្រះអង្គទ្រង់នឹងផ្លាស់ប្ដូរសន្តានទាំងអស់នោះឲ្យយើងមានលក្ខណៈល្អដូចជាព្រះផងដែរអញ្ចឹងហើយបានជាក្នុងព្រះគម្ពីរភីលីបជំពូក3ខ21បានសម្ដែងប្រាប់យើងថាដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទៀបថោករបស់យើងឲ្យត្រឡប់ដូចជារូបអង្គដ៏ឧត្តមរបស់ទ្រង់តាមដែលព្រះជាស្ដាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់នៅក្រោមអំណាចទ្រង់ផងសេចក្តីសន្យាដែលយើងឃើញនៅក្នុងខ21នេះគឺជាសេចក្តីសន្យាដែលពិតប្រាកដជាការបំផ្លាស់បំប្រែជីវិតរបស់យើងមិនមែនគ្រាន់តែគំនិតឬក៏ស្មារតីរបស់យើងទេប៉ុន្តែទាំងរាងកាយរបស់យើងផងដែរដូច្នេះហើយលោកប៉ូលគាត់លើកទឹកចិត្តដល់ក្រុមជំនុំភីលីបឲ្យពួកគាត់បន្តឈរឲ្យរឹងមាំដូចយើងឃើញនៅក្នុងព្រះគម្ពីរភីលីបជំពូក4ខ1ដូច្នេះបងប្អូនជាពួកស្ងួនភ្ញាហើយជាទីរលឹកជាទីត្រេកអរហើយជាមកុដរបស់ខ្ញុំអើយចូលឈរឲ្យមាំមួនក្នុងព្រះអម្ចាស់ចោះអោពួកស្ងួនភ្ញាអើយហេតុអ្វីបានជាលោកប៉ូលគាត់លើកទឹកចិត្តឲ្យក្រុមជំនុំភីលីបឈរឲ្យរឹងមាំដោយសារការភ័យព្រួយហើយនឹងការទុក្ខសោកទាំងរួមទាំងការគិតអវិជ្ជមានវាคล้ายទៅជាសត្រូវមួយដែលមកវាយលុកគំនិតរបស់យើងហើយទម្លុះជញ្ជាំងនៃគំនិតរបស់យើងដូច្នេះហើយយើងត្រូវតែការពារកុំឲ្យរបស់ណាដែលអាចធ្វើឲ្យបន្ទាបឬក៏បន្ថោកនៅសកម្មភាពជីវិតរបស់យើងឲ្យវាហ៊ានចូលមកចិត្តយើងចឹងយើងត្រូវតែការពារហើយការការពារដែលពិសេសជាងគេបំផុតគឺ
ការរួមតែមួយដោយយើងបានសិក្សាជាច្រើនដងនៅក្នុងប្រមាណអាទិត្យមុននេះគឺការរួបរวมតែមួយគឺសំខាន់ជាងគេបង្អស់នៅក្នុងជីវិតជាគ្រីស្ទាន ដូច្នេះហើយលោកពលគាត់ក៏បានបន្តទៀតគឺយើងឃើញថានៅក្នុងព្រះគម្ពីរភីលីបជំពូក4ខ2និងខ3គឺយើងឃើញរវាងវិវាទរវាងស្ត្រី2នាក់ដែលម្នាក់ឈ្មោះថាអឺរ៉ូឌាហើយនិងនាងស៊ុនតិចបាទអញ្ចឹងពួកគាត់ទាំងពីរនាក់នេះគឺគាត់កំពុងតែមានចំនួនជាមួយនឹងគ្នាដែលគាត់អត់ត្រូវរើគ្នាទេក៏ប៉ុន្តែអ្វីដែលលោកពលគាត់ចង់ឲ្យគឺគាត់ចង់ឲ្យពីរនាក់ហ្នឹងគឺបានមានគំនិតតែមួយហើយឲ្យអ្នកដែលនៅក្នុងទីក្រុងភីលីបហ្នឹងជួយពួកគាត់ទាំងពីរឲ្យពួកគាត់ទាំងពីរត្រូវរកគ្នាវិញដើម្បីឲ្យគាត់ទាំងពីរនាក់អាចមានឈ្មោះនៅក្នុងបញ្ជីជីវិតដែរអញ្ចឹងដូច្នេះហើយបានជាសប្តាហ៍មុនឬក៏មេរៀនមុនដែលយើងអ្នកគ្នាបានសិក្សាហើយដែលថាលោកពលថាត្រូវឲ្យយើងអ្នកគ្នាមានគំនិតតែមួយដើម្បីឲ្យការងាររបស់ព្រះអាចបញ្ចេញទៅកាន់អតីតបានអញ្ចឹងយើងឃើញថានេះគឺជាការដែលយើងអ្នកគ្នាអាចបែកបាក់សាមគ្គីនៅក្នុងក្រុមជំនុំអាចបែកបាក់សាមគ្គីនៅក្នុងបងប្អូនទាំងអស់គ្នាគឺដោយសារតែទំនាស់អញ្ចឹងគឺការទាស់ទែងគ្នាយល់ខុសពីគ្នាទើបធ្វើឲ្យយើងទាំងអស់គ្នាអាចបែកបាក់សាមគ្គីមិនទុកចិត្តគ្នានឹងផងដែរអញ្ចឹងដូច្នេះហើយអរិយវាខំព្យាយាមធ្វើម៉េចដើម្បីឲ្យកូនរបស់ព្រះបែកបាក់សាមគ្គីនៅពេលណាដែលអរិយឃើញកូនរបស់ព្រះកំពុងតែរួបរวมកំពុងតែមានចិត្តតែមួយមាន vision តែមួយគឺអរិយវាភ័យអរិយវាខ្លាចដូច្នេះហើយវាខំធ្វើម៉េចដើម្បីឲ្យកូនរបស់ព្រះបែកបាក់គ្នាហើយលោកប៉ូលគាត់បន្ថែមជាការរំលឹកនៅក្នុងព្រះគម្ពីរភីលីបជំពូក4ខ4ដូចយើងសិក្សាពីមុនដែរថាចូលអសប្បាយចូលមានអំណរអសប្បាយជានិច្ចទោះបីជាអ្នកជប់ជាមួយនឹងបញ្ហាទុក្ខលំបាកយ៉ាងណាក៏ដោយទោះបីជាពិភពលោកនេះមើលទៅបែកបាក់រលាយនៅពីមុខអ្នកក៏ដោយទោះបីជាមើលទៅពេលខ្លះអ្នកឈរតែម្នាក់ឯងក៏ដោយក៏ប៉ុន្តែលោកប៉ូលបានលើកទឹកចិត្តឲ្យថាចូលឈរឲ្យមកមុនហើយយើងឃើញនៅក្នុងខ4គឺថាចូលអសប្បាយជានិច្ចទោះបីជាអ្នកត្រូវជាប់គុកដោយលោកប៉ូលក៏ដោយចូលអសប្បាយជានិច្ចទោះបីជាអ្នកត្រូវបាត់បង់នៅគ្រប់អ្វីៗទាំងអស់នៃលោកីយ៍នេះក៏អ្នកត្រូវតែអសប្បាយជានិច្ចដូច្នេះហើយបងប្អូនអើយនេះគឺជាការលើកទឹកចិត្តរបស់លោកប៉ូលឲ្យយើងអសប្បាយនៅគ្រប់ពេលវេលាអញ្ចឹងយើងឃើញថានៅពេលដែលលោកប៉ុលគាត់រៀបនឹងសរសេរបញ្ចប់សេចក្តីនៃសម្បត្តិរបស់ពួកគាត់ហើយគឺយើងឃើញគាត់នៅតែមានការលើកទឹកចិត្តដល់យើងទាំងអស់គ្នាឲ្យយើងទាំងអស់គ្នាអសប្បាយឡើងហើយគាត់មិនត្រឹមតែបញ្ឈប់ក៏ត្រឹមកន្លែងអសប្បាយឡើងទេគឺគាត់បន្ថែមថាចូលសម្ដែងទៅកាន់មនុស្សទាំងអស់អំពីសេចក្តីសម្លូតដើម្បីឲ្យគេបានឃើញអំពីសេចក្តីសម្លូតរបស់អ្នករាល់គ្នាចោះព្រោះព្រះអម្ចាស់ទ្រង់ចិត្តមកដល់ហើយអញ្ចឹងគឺគោលបំណងរបស់លោកប៉ុលដែលគាត់ចង់ឲ្យយើងធ្វើគោលបំណងរបស់លោកប៉ុលហើយលោកប៉ុលគាត់មានគោលបំណងឲ្យយើងនេះគឺឲ្យយើងមានគំនិតតែមួយគឺដើម្បីឲ្យថ្ងៃរបស់ព្រះគ្រីស្ទទ្រង់ដែលទ្រង់ចិត្តយើងមកដល់គឺនឹងមកដល់ឆាប់អញ្ចឹងកាលណាតែព្រះបន្ទូលរបស់ព្រះបានលឺសរសើរទៅកាន់ពិភពលោកនេះគ្រប់ទីកន្លែងគ្រប់ឋានៈគ្រប់ភាសាគ្រប់មនុស្សទាំងអស់គ្រប់ឋានៈទាំងអស់អញ្ចឹងនោះមិនយូរទេព្រះគ្រីស្ទទ្រង់នឹងយាងមកវិញជាមិនខានហើយខចងចាំរបស់យើងតែយើងឃើញនៅក្នុងព្រះគម្ពីរភីលីបជំពូក4ខ6បានលើកទឹកចិត្តដូចគ្នាថាចូលកុំខ្វល់ខ្វាយពីអ្វីឡើយហេតុអ្វីបានជាយើងមិនត្រូវខ្វល់ខ្វាយចូលយើងមើលឧទាហរណ៍លោកយោបតើនៅពេលដែលគាត់បាត់បង់ទាំងអស់តើគាត់មានអីត្រូវខ្វល់ខ្វាយទៀតជីវិតរបស់គាត់ហើយនឹងព្រះគឺជាចំណុចសំខាន់ជាងគេបង្អស់ទោះបីជាត្រូវបាត់បង់អ្វីទាំងអស់ក៏គាត់មិនខ្វល់ខ្វាយនេះហើយគឺជាកន្លឹះជាឈាមជាកម្លាំងកាយកម្លាំងជីវិតនៃជីវិតគ្រីស្ទានរបស់យើងនៅពេលដែលយើងទុកចិត្តលើព្រះដោយមិនខ្វល់ខ្វាយពីគ្រប់អ្វីៗទាំងអស់នៅពេលដែលយើងដើរជាមួយនឹងព្រះដោយសឹងតែគេថាដូចជាមនុស្សខ្វាក់នៃលោកីអញ្ចឹងនោះយើងនឹងអាចបានទទួលបាននៅគ្រប់អ្វីៗដែលព្រះទ្រង់ចង់ផ្ដល់ឲ្យហើយលោកប៉ូលក៏បញ្ជាក់ថាចូលអធិដ្ឋានក្នុងគ្រប់ទាំងអស់នេះហើយគឺជាជីវិតរបស់យើងអ្នកដែលអធិដ្ឋានច្រើនអ្នកនោះទទួលបាននៅអំណាចច្រើនអ្នកដែលអធិដ្ឋានច្រើនព្រះទ្រង់ធ្វើការសម្រាប់អ្នកនោះកាន់តែច្រើនអ្នកដែលរៀនអំពីការអធិដ្ឋានហើយមេរៀននេះយើងមិនអាចទាននៅក្នុងសាលាបានទេគឺតើតែយើងហើយនឹងព្រះរៀនជាមួយគ្នាជារៀងរាល់ថ្ងៃនោះទើបយើងអាចសម្រេចកិច្ចការនេះបានហើយមនុស្សណាដែលមានសេចក្តីអធិដ្ឋានជាអំណាចខ្លាំងជាងគេនៅក្នុងជីវិតរបស់ខ្លួនមនុស្សនោះ
mình ai miên đại nào một bồng bậy nè nộp bàn lời អញ្ចឹងជាងឃើញថានៅពេលដែលយើងអធិដ្ឋានប្រពាក្យអធិដ្ឋានប្រពាក្យទូលអង្វរប្រពាក្យអរព្រះគុណទៅកាន់ព្រះនោះសេចក្តីសុខសាន្តរបស់ព្រះនឹងសន្ធិដ្ឋលើក្នុងចិត្តយើងអញ្ចឹងយើងឃើញថាអ្នកខ្លះថាសុភមង្គលសេចក្តីសុខសាន្តគឺអាស្រ័យទៅលើលុយនៅពេលដែលយើងទាំងអស់គ្នាមានលុយច្រើនយើងមានសប្បាយចិត្តយើងសេចក្តីសុខសាន្តនោះឯងគឺជាសុខសាន្តរបស់គេប៉ុន្តែសម្រាប់ព្រះវិញគឺព្រះទ្រង់បានផ្ដល់សេចក្តីសុខសាន្តដល់យើងទាំងអស់គ្នាគឺឲ្យយើងទាំងអស់គ្នាដើម្បីឲ្យយើងអស់គ្នាសេចក្តីមានសេចក្តីសុខសាន្តខាងផ្នែកកាយគំនិតហើយការពារចិត្តរបស់យើងឲ្យយើងមានចិត្តស្កប់ស្កល់កុំឲ្យយើងចង់បានអ្វីទៀតលើសពីអ្វីដែលយើងត្រូវការគឺឲ្យយើងមានស្ថិរភាពល្អគឺឲ្យយើងទាំងអស់គ្នាមានគំនិតដើម្បីឲ្យយើងទាំងអស់គ្នាបានរស់នៅក្នុងព្រះគ្រីស្ទនោះផងដែរអញ្ចឹងនេះគឺជាសម្បត្តិដែលលោកពលគាត់បានសរសេរឲ្យយើងហើយក៏បានលើកទឹកចិត្តយើងទាំងអស់គ្នានោះឲ្យយើងទាំងអស់គ្នាខិតខំប្រឹងប្រែងរស់ដើម្បីដំណឹងល្អរបស់ព្រះគ្រីស្ទដូចជាលោកពលបានធ្វើដែរ តើសេចក្តីសុខសាន្តដែលពិភពលោកមិនអាចរកបានសេចក្តីសុខសាន្តដែលព្រះទ្រង់ផ្ដល់ឲ្យដូចយើងឃើញនៅក្នុងខ7មិញហ្នឹងតើសេចក្តីសុខសាន្តនេះតើយើងបានវាមកពីណាគឺយើងបានមកពីការវឹកហាត់យើងឃើញមានពាក្យស្លោកមួយជាភាសាអង់គ្លេសថា you are what you eat បើយើងបកជាខ្មែរជាទូទៅយើងថាអ្នកគឺជាអ្វីដែលអ្នកហូបបើសិនជាអ្នកហូបសាច់អ្នកគឺជាសាច់បើអ្នកហូបបន្លែអ្នកគឺជាបន្លែបើសិនជាអ្នកមើលរឿងប្រយុទ្ធមើលរឿងវាយតប់អ្នកកើតជាមនុស្សដែលប្រើការប្រយុទ្ធឬក៏វាយតប់បើសិនជាអ្នកមើលរឿងផឹកអ្នកនឹងផឹកបើសិនជាអ្នកមើលរឿងចោលគំនិតរបស់អ្នកនឹងទីអ្នកទៅរកអ្វីដែលដូចគ្នាបើសិនជាអ្នកមើលរបស់ល្អបើសិនជាអ្នកស្វែងយករកព្រះនៅក្នុងព្រះគម្ពីរនោះអ្នកក៏នឹងកាន់តែរីកចម្រើនទៅកាន់ព្រះដូចគ្នាដូច្នេះហើយបានលោកប៉ុលគាត់បានបញ្ជាក់នៅក្នុងព្រះគម្ពីរភីលីបជំពូក4ខ8ថាមួយទៀតបងប្អូនអើយឯសេចក្តីណាដែលពិតសេចក្តីណាដែលគួររកប់អានសេចក្តីណាដែលសុចរិតសេចក្តីណាដែលបរិសុទ្ធសេចក្តីណាដែលគួរស្រឡាញ់សេចក្តីណាដែលមានឈ្មោះល្អបើមានសគុណណាឬសេចក្តីសរសើរណានោះចូលពិចារណាពីសេចក្តីទាំងនោះចុះតែមិនមែនគ្រាន់តែជាការគិតឬក៏ផ្ចង់គំនិតនៅឡើយទេគឺយើងឃើញនៅក្នុងខ9គឺលោកប៉ូលបញ្ជាក់ឲ្យយើងចូលអ្នកធ្វើតាមអ្វីដែលអ្នកបានរៀនចូលអ្នកប្រព្រឹត្តនៃការរស់នៅនៃជីវិតរបស់អ្នកទៅតាមអ្វីដែលអ្នកបានរៀនពីព្រះហើយយើងឃើញថាសេចក្តីសុខសាន្តនេះគឺជាការរស់នៅតាមរបៀបដែលព្រះយេស៊ូវទ្រង់បានរស់នៅគឺជាការរស់នៅតាមអ្វីដែលទ្រង់បានបង្រៀនយើងហើយដូចយើងនិយាយពីដើមមិញអញ្ចឹងបើអ្នកអានព្រះគម្ពីរបើអ្នកផ្ចង់គំនិតរបស់អ្នកទៅលើព្រះបើអ្នកសិក្សាព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃមិនមែនគ្រាន់តែអានថាប៉ុន្តែទិដ្ឋានទៅកាន់ព្រះសូមព្រះវិញ្ញាណបរិសុទ្ធមកជួយសន្ធិដ្ឋនៅក្នុងចិត្តរបស់អ្នកហើយពន្យល់អ្នកអំពីបទក្នុងគម្ពីរនេះនោះជីវិតរបស់អ្នកនឹងប្រែប្រួលហើយមិនមែនគ្រាន់តែផ្នែកព្រលឹងវិញ្ញាណនៅឡើយទេគឺជីវិតរបស់អ្នកនឹងប្រែប្រួលខាងផ្នែកសុខភាពផងដែរខាងផ្នែករាងកាយរបស់អ្នកផងដែរហើយនៅពេលនោះពន្លឺរបស់អ្នកនឹងភ្លឺចែងចាំងទៅដល់លោកីហើយអ្នកនឹងក្លាយទៅជាស្មោបន្ទាល់មួយដ៏អស្ចារ្យនៃអំណាចរបស់ព្រះនៅក្នុងជីវិតរបស់មនុស្ស អញ្ចឹងយើងឃើញថាលោកពលគាត់បានបន្តទៀតនៅក្នុងព្រះគម្ពីរភីលីបជំពូក3ខ10នេះគឺយើងឃើញថានៅពេលណាដែលលោកពលគាត់និយាយពាក្យនេះគាត់ថាខ្ញុំមានសេចក្តីអំណរជាខ្លាំងក្នុងព្រះម្ចាស់ដោយព្រោះឥឡូវនេះអ្នកដែលគ្នាបាននឹកដល់ខ្ញុំឡើងវិញអ្នកដែលគ្នាបាននឹកដល់ខ្ញុំជានិច្ចដែរតែរោគឱកាសគ្មានអញ្ចឹងនៅក្នុងកន្លែងនេះគឺលោកពលគាត់ចង់បង្ហាញអារម្មណ៍គាត់ចង់ប្រាប់ឲ្យយើងអ្នកគ្នាឃើញអំពីស្ថិរភាពរបស់ប្រជាជននៅសម័យដែលគាត់កំពុងតែផ្សាយឡើងទៅគាត់កំពុងតែសេសម្បត្តិទៅអញ្ចឹងយើងឃើញថារឿងនេះយើងអាចមើលឃើញថាពេលមុនពេលដែលលោកពលគាត់សរសេរសម្បត្តិមួយនេះផ្ញើទៅកឋានទីក្រុងមនុស្សនៅក្នុងទីក្រុងភីលីបនេះគឺមនុស្សក្នុងទីក្រុងភីលីបនេះគឺគាត់អាចនឹងពីមុនគឺគាត់មានជំនឿជឿលើព្រះដែរប៉ុន្តែមិនទៅមកគឺចាប់ផ្ដើមក្រៀមស្វិតទៅរយទៅចឹងទៅស្ទើរតែរសាត់លលិតឬក៏ពួកគាត់អាចបាត់បង់សេចក្តីជំនឿរបស់ពួកគាត់ចឹងទៅអញ្ចឹងបន្ទាប់ពីពួកគាត់ទទួលបានសម្បត្តិពីសំណាក់លោកប៉ុលលោកស៊ីឡាសឬលោកធីម៉ូថេបាទឬក៏សាវកពេត្រុសផ្សេងដែលពួកគាត់ទាំងអស់គ្នាបានសរសេរសម្បត្តិដើម្បីលើកទឹកចិត្តហ្នឹងគឺពួកគាត់ចាប់ផ្ដើមនឹកឃើញបានកែប្រែចិត្តគំនិតរបស់គាត់ដូច
មានអ្នកដាស់គំនិតសេចក្តីជំនឿរបស់ពួកគាត់ឲ្យគាត់រស់ឡើងវិញហើយដូច្នេះហើយទៅលោកពលគាត់ថាដូច្នេះហើយពួកអ្នកទាំងគ្នាបាននឹកឃើញដល់ខ្ញុំហើយខ្ញុំក៏សប្បាយចិត្តដែរ ប៉ុន្តែលោកពលក៏ប្រញាប់នឹងក្នុងការបន្ថែមនៅក្នុងខ11ហើយនិងខ12ដោយបញ្ជាក់ទៅកាន់ពួកភីលីបថាគាត់មិនមែនជារស់នៅដោយសារតែត្រូវការនៅការលើកទឹកចិត្តពីពួកក្រុងភីលីបទេគឺគាត់បានបញ្ជាក់ថាគាត់បានរៀនរស់នៅក្នុងគ្រប់សន្តានទាំងអស់គាត់មានអំណរគាត់មានសេចក្តីសុខសាន្តគាត់មានការទុកចិត្តទៅលើព្រះនៅគ្រប់សន្តានទោះបីជាគាត់ត្រូវឃ្លានឬក៏ឆ្អែតត្រូវខ្វះឬក៏មានត្រូវអត់អ្វីស្លៀកពាក់ឬក៏មានរបស់ស្លៀកពាក់ជាច្រើនឬក៏ខ្វះកន្លែងស្នាក់នៅយ៉ាងណាក្តីឬក៏គេដេញសម្លាប់គេចាប់ដាក់គុកគេធ្វើបាបគ្រប់ប្រពៃគឺលោកប៉ូលគាត់បានរៀនមានសន្តានសុបាយចិត្តមានទំនុកចិត្តហើយសុខចិត្តហើយនឹងមានអំណរក្នុងគ្រប់អ្វីទាំងអស់ហើយហេតុអីបានលោកប៉ូលគាត់បានទទួលបានការអស្ចារ្យបែបនេះគឺយើងឃើញនៅក្នុងខបន្ទាប់តែខ្ញុំសូមអានជូនខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បានដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំនេះហើយជាអំណាចរបស់លោកប៉ូលនេះហើយគឺជាអ្វីដែលមនុស្សទាំងអស់លើផែនដីនេះមិនអាចដកចេញពីលោកប៉ូលបានគឺគាត់អាចធ្វើគ្រប់អ្វីទាំងអស់បានដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់គាត់ខនេះជាខលើកទឹកចិត្តដ៏ធំមួយសម្រាប់យើងទាំងអស់គ្នាបើលោកប៉ូលគាត់អាចធ្វើគ្រប់អ្វីទាំងអស់បានដោយសារព្រះគ្រីស្ទចុះអ្នកវិញតើអ្នកអាចធ្វើយ៉ាងណាតើអ្វីដែលអ្នកគិតថាសំខាន់ឬក៏ពិបាកធ្វើបំផុតនៅថ្ងៃនេះតើវាជាអ្វីបើសិនជាមានព្រះគ្រីស្ទគង់នៅក្នុងចិត្តរបស់អ្នកបើសិនជាព្រះគ្រីស្ទបានចម្រើនកម្លាំងដល់អ្នកតើភ្នំនៅពីមុខអ្នកតើវាអាចឈរនៅមុខអ្នកបានយូរប៉ុណ្ណាតើបញ្ហានៃឧបសគ្គឬក៏ឧបសគ្គជីវិតរបស់អ្នកតើវាជាអ្វីបើសិនជាមានព្រះគ្រីស្ទទ្រគង់ជាមួយនឹងអ្នកដូច្នេះហើយយើងក៏ដូចជាលោកប៉ូលដែរយើងត្រូវទទួលនៅសេចក្តីសន្យានេះដែលដោយប្រាប់ខ្លួនឯងថាខ្ញុំអាចធ្វើគ្រប់អ្វីទាំងអស់បានដោយសារព្រះគ្រីស្ទទ្រង់ចម្រើនកម្លាំងមកដល់ខ្ញុំអញ្ចឹងបន្តមកទៀតគឺលោកប៉ុលគាត់បានមានប្រសាសន៍នៅក្នុងព្រះគម្ពីរភីលីបជំពូក4ខ14ដល់ខ18គឺគាត់បាននិយាយបានមានប្រសាសន៍ប្រាប់យើងឲ្យយើងឃើញថារបស់របរដែលកំពុងតែគាត់កំពុងតែផ្សាយនឹងល្អកំពុងតែធ្វើការងារបំពេញពន្ធកិច្ចរបស់ព្រះគឺមានបងប្អូនជិតឆ្ងាយបានផ្ញើរបស់របរមានទាំងម្ហូបមានទាំងអាហារសម្លៀកបំពាក់ឬក៏លុយកាក់អីចឹងទៅដើម្បីទ្រទ្រង់លោកប៉ុលប៉ុន្តែលោកប៉ុលគាត់បានយករបស់ទាំងអស់នោះប្រៀបធៀបរបស់ទាំងអស់នោះគឺប្រៀបដូចជាមនុស្សទាំងអស់ដែលកំពុងតែថ្វាយឲ្យគាត់យករបស់នឹងប្រគល់ឲ្យគាត់គឺចាត់ទុកថាអានោះគឺជាដង្វាយដើម្បីថ្វាយដល់ព្រះគឺជាដូចជាថ្វាយដង្វាយដែលក្លិនក្រអូបមានក្លិនក្រអូបដើម្បីថ្វាយទៅដល់ព្រះអញ្ចឹងយើងអាចឃើញនៅក្នុងព្រះគម្ពីរភីលីបជំពូក4ខ18បានសម្ដែងថាខ្ញុំមានគ្រប់គ្រាន់ទាំងអស់ហើយក៏បរិបូរណ៍ផងខ្ញុំបានពោពេញហើយដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីតដែលអ្នករើគ្នាផ្ញើទៅឲ្យខ្ញុំនោះគឺជាក្លិនឈ្ងុយជាគ្រឿងបូជាដែលព្រះទ្រង់ទទួលហើយសពព្រះហត្ថីផងដែរអញ្ចឹងនេះហើយគឺជាអ្វីដែលលោកប៉ុលគាត់បានប្រៀបធៀបរបស់ទាំងអស់នោះគឺដូចជារបស់ដែលមានក្លិនឈ្ងុយសម្រាប់ថ្វាយយ៉ាងបូជាទៅដល់ព្រះផងដែរហើយលោកប៉ូលក៏លើកទឹកចិត្តទៅកាន់ក្រុមភីលីបថាព្រះទ្រង់នឹងផ្ដល់ឲ្យនៅគ្រប់អ្វីដែលអ្នកត្រូវការដូចយើងឃើញនៅក្នុងព្រះគម្ពីរភីលីបជំពូក4ខ19ព្រះនៃខ្ញុំទ្រង់នឹងបំពេញគ្រប់ទាំងអស់ដែលអ្នកទ្រាំគ្នាត្រូវការតាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តមក្នុងព្រះគ្រីស្ទយេស៊ូវតើអ្វីដែលយើងត្រូវការតើបានមកពីណាបានមកពីលោកីនេះទ្រព្យសម្បត្តិដែលយើងខំសន្សំទុកនៅផែនដីឬក៏ការនឿយហត់នៃការងារដែលយើងខំប្រឹងប្រែងធ្វើឬក៏យ៉ាងណាគឺមិនមែនទេព្រះទ្រង់នឹងផ្ដល់នៅគ្រប់អ្វីដែលយើងត្រូវការហើយគ្រួសាររបស់ខ្ញុំគឺជាផុសតាងអំពីការរស់នៅដោយពឹងផ្អែកទៅលើព្រះទ្រង់បានបំពេញនៅគ្រប់អ្វីដែលពួកយើងត្រូវការអស់រយៈពេលជិត30ឆ្នាំមកហើយដូច្នេះហើយយើងឃើញថាការពឹងផ្អែកទៅលើព្រះដោយលោកប៉ូលបានធ្វើការពឹងផ្អែកហើយទុកចិត្តទៅលើព្រះគឺព្រះទ្រង់នឹងផ្ដល់នៅអ្វីដែលយើងត្រូវការមិនមែនអ្វីដែលយើងចង់បានទេគឺជាអ្វីដែលយើងត្រូវការតែប៉ុណ្ណោះ អញ្ចឹងយើងឃើញថានៅចុងបញ្ចប់
នៅសប្តាហ៍នេះគឺយើងឃើញលោកពលគាត់បានមានប្រសាសន៍នៅក្នុងខ20គាត់ថាសូមឲ្យព្រះដ៏ជាព្រះបិតានៃយើងរាល់គ្នាបានជ្រះល្អនៅអកលរៀងទៅអាមែនអញ្ចឹងយើងឃើញថានៅពេលដែលយើងទាំងអស់គ្នាធ្វើការងារបម្រើព្រះនៅពេលដែលយើងទាំងអស់គ្នារស់នៅក្នុងជីវិតនៃគ្រីស្ទានឬក៏ជីវិតដែលយើងទាំងអស់គ្នាដើរតាមព្រះជាកូនរបស់ព្រះអញ្ចឹងសូមឲ្យយើងទាំងអស់គ្នារស់នៅដោយបញ្ចេញបំពាក់នៅសេរីល្អរបស់ព្រះដើម្បីឲ្យអ្នកដទៃគេបានឃើញអំពីវត្តមានរបស់ព្រះនៅក្នុងយើងទាំងអស់គ្នាផងដែរអញ្ចឹងមេរៀននៅសប្តាហ៍នេះគឺយើងនឹងទាំងអស់គ្នាថាតើយើងទាំងអស់គ្នាគួរតែជ្រើសរើសដើរតាមផ្លូវណាយើងគួរតែដើរតាមផ្លូវរបស់លោកពលដែលគាត់បានដើររួចទៅហើយឬក៏យើងគួរតែដើរទៅតាមអ្នកណាផ្សេងឬក៏យើងគួរតែដើរតាមព្រះគ្រីស្ទអញ្ចឹងចម្លើយនេះគឺទុកឆ្លើយក្នុងចិត្តខ្លួនឯងខ្ញុំមិនអាចឆ្លើយបានប៉ុន្តែខ្ញុំសូមលើកទឹកចិត្តថាសូមឲ្យពុកម៉ែបងប្អូនអរគ្នាខិតខំសិក្សានៅព្រះបន្ទូលរបស់ព្រះហើយទទួលយកសេចក្តីណាដែលពិតសេចក្តីណាដែលសុចរិតសេចក្តីណាដែលទៀងត្រង់សូមទទួលយកដាក់ក្នុងខ្លួនដូច្នេះហើយសូមស្រុងចិត្តដែលបានទៅឋានជាមួយនឹងពួកយើងទាំងអស់គ្នានោះផងដែរអរព្រវិដាព្រះវត្រានិងព្រះវិញ្ញាណបរិសុទ្ធដែលព្រះម្ចាស់គង់នៅនគរឋានសួគ៌ដែលគុំផុតអើយព្រះអង្គសូមអរគុណទ្រង់សប្តាហ៍ថ្ងៃនេះដែលទ្រង់បានប្រទានជាពេលវេលាដល់ទូលបង្គំគ្រប់គ្នាដើម្បីទូលបង្គំគ្រប់គ្នាបានមកទីនេះដើម្បីនឹងសិក្សានៅព្រឹងទូលបង្គំផងដែរហើយសូមព្រះអង្គជួយយាងនៅព្រះវិញ្ញាណបរិសុទ្ធព្រះអង្គដើម្បីនឹងដឹកនាំចិត្តទូលបង្គំហើយទូលបង្គំទាំងអស់គ្នាបានមានគំនិតតែមួយដើម្បីទូលបង្គំទាំងអស់គ្នាអាចនឹងផ្សព្វផ្សាយដំណឹងល្អរបស់ព្រះទៅកាន់មនុស្សទាំងដទៃដោយឱឡាភាពនោះផងដែរព្រះសូមអធិដ្ឋាននៅក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនខ្ញុំបាទទាំងពីរនាក់សូមគោរពជម្រាបលាសូមជួបគ្នានៅវីដេអូក្រោយទៀត